ផ្លាស់ប្ដូរថ្មប្រភេទ iPhone ទៅពេលមួយខែលើការប្រើប្រាស់មកបងមានរយការអាចតតងខាងខ្ញុំបានអញ្ចឹងណាហើយនេះជាប្រភេទ iPhone 13អតូចណាវាថ្មប៉ងខ្លាំងមែនតើដោយសារបងប្រុសគាត់រត់កង់3អញ្ចឹងគាត់សាកថ្មចោលរហូតអញ្ចឹងណាអញ្ចឹងធ្វើឲ្យថ្មប៉ងខ្លាំងមែនតើប្រភេទថ្មស៊ីនកប៉ោងដែរតែបងប្រុសវិញក៏បានជ្រើសយកប្រភេទថ្ម9អំពែថ្ម9អំពែធំមែនតើហើយមើលការវិកខ្ចប់នេះគឺខ្ញុំឲ្យ100លើ100ហ្មងដោយសាររៀបចំស្អាតមែនតើនេះជាប្រភេទថ្មក្បាលថ្មស៊ីមក Apple អញ្ចឹងណាអញ្ចឹងពេលយើងផ្លាស់ប្ដូរថ្មប្រភេទហ្នឹងទៅវាអត់លូតអនុផាននៅលើ setting ទេហើយឥឡូវយើងមកមើលទំហំថ្មជាមួយខ្ញុំអញ្ចឹងណាអញ្ចឹងប្រភេទថ្មនេះគឺប្រភេទថ្មស៊ីនទំហំដើមវាបាន3227ទេអញ្ចឹងណាហើយនេះប្រភេទថ្មស៊ីនប្រភេទថ្ម9អំពែអញ្ចឹងណាហើយបើទំហំថ្មវិញកើនដល់3750លីមីអំពែអញ្ចឹងណាចឹងបងប្អូនអាចប្រាប់បានដល់ថ្ងៃវងងាកមកហើយជាទូទៅបងប្អូនមកផ្លាស់ប្ដូរថ្មនៅខាងខ្ញុំឬក៏ប្ដូរអេក្រង់នៅខាងខ្ញុំណាខ្ញុំតែងតែបិទនៅស្ពុតយកទឹកស៊ីនឲ្យហ្មងស្អាតអញ្ចឹងណាហើយជួយលាងឲ្យមកស្អាតមកខ្ចីឲ្យហ្មងហើយនេះជាប្រភេទកាវដែលខ្ញុំបិទមួយជំរាបទឹករបស់យើងណាគាត់ដាក់កាវនេះទៅវាល្អប្រើហ្មងវាអឹបស្អាតជាមួយជំរាបទឹករបស់យើងវាអឹបខំណែនស្អាតហ្មងអញ្ចឹងវាអត់មានតលីដីចូលទេហើយអេក្រង់នេះខ្ញុំបានលាងមកស្អាតហើយសម្រាប់អាកាវចាស់ចេញកុំឲ្យវាកលហើយនេះជាដំណាក់កាលចុងក្រោយរបស់យើងណាខ្ញុំបានប្រើជាមួយម៉ាស៊ីនគ្រីបអេក្រង់របស់យើងអាហ្នឹងគឺគ្រីបវាទៅវាអឹបស្អាតអឹបដូចស៊ីនអញ្ចឹងណាហើយតទៅពីយើងផ្លាស់ប្ដូររួចរាល់ហើយយើងមកតែក្នុង setting របស់យើងណាអញ្ចឹងកន្លែងហ្នឹងវាអត់លុតពីបាតេរី No Pad ទេ